rồi đỡ phèn chế ha bom ôn việc sai việc sớ khiêu ngặt lõ bom ôn hai ngày nay nhom non bom ôn từ bài play của co cứ làng đam của co bài toแต่ đo bom ôn haiในក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញថាដើមកកោះមានអត្ថប្រយោជន៍អីគេខ្លះទាំងដើមទាំងស្លឹកនិងទាំងផ្លែបងប្អូនចានេះគឺជាតាមផ្លូវដែលខ្ញុំដើរទៅបងប្អូនគឺនៅមុខផ្ទះខ្ញុំឯវាស្រែហ្នឹងបងប្អូនពេលដើរមកឃើញអាផ្លែល្វាបងប្អូនតែគេស្គាល់ផ្លែល្វាប្រភេទនេះខ្លះបងប្អូនឃើញផ្លែមិនតិចនឹងដើមមានផ្លែច្រើនផងហើយតាគៀបក្តាមក៏នៅក្នុងនោះដែរបងប្អូននេះអាគៀបក្តាមជួយដាក់មួយទឹកត្រីមួយអំបិលទេអីហ៎ផ្លែវានៅខ្ពស់ដែរគៀបក្តាមមកចាបន្ទាប់ពីរៀបរាប់ផ្លែល្វាហើយនឹងផ្លែតាគៀបក្តាមហើយយើងក៏បន្តដំណើរទៅមុខទៀតទាំងអស់គ្នាដើម្បីទៅរកដើមកកោះហើយឆ្កែរបស់ខ្ញុំនោះនិយាយពីថាពេញលេងឯងបងប្អូនគឺពេញបលែងមួយយើងហ្មងឲ្យទៅបានបលែងតិចគឺវក់មកមួយនឹងហើយមួយនឹងវាមានឈ្មោះថាអាដូបងប្អូនវារុះរាយដាក់គេដាក់ឯងណាបងប្អូនចាឥឡូវយើងដើរមកដល់ដើមកកោះហើយបងប្អូននេះគឺដើមកកោះហ្នឹងហើយយើងចាប់ផ្ដើមឡើងទៅប៉ុន្តែនៅលើដើមកកោះនោះមានដូចជាប្រទាលបងប្អូនវាដោះវាលើនឹងមកទៅមានសភាពស្អាតហ្នឹងហើយបន្តមកទៀតយើងចាប់ផ្ដើមឡើងទៅហើយដើមកកោះគឺវាមានអត្ថប្រយោជន៍ច្រើនដែរបងប្អូនគឺដើមរបស់វាគេអាចយកទៅធ្វើជាសម្ភារៈផ្សេងបានអញ្ចឹងណាហើយរីឯស្លឹករបស់វាវិញគេអាចយកទៅហាលដើម្បីធ្វើថ្នាំជក់ចាស់ពីដើមគាត់យកហាលហើយធ្វើថ្នាំជក់អីចឹងណាចាហើយដល់ពេលផ្លែរបស់វាយើងអាចយកទៅស្ងោរបកិតបទះខ្ញុំវិញយកស្ងោរធ្វើបង្អែមបានទៀតបងប្អូនហើយក្របរបស់វាមានរសជាតិដូចស្តៀងលោតឆិតចឹងណាតើបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែនៅលើដើមកកោះបងប្អូនណាគេខ្លះស្គាល់ដើមកកោះបងប្អូនដើមកកោះមានសភាពខ្ពស់ហើយផ្លែរបស់វាបងប្អូនខ្ញុំទៅបែបបានមិញវាមូលដូចកាក់អញ្ចឹងបងប្អូនហើយតិចទៀតនេះខ្ញុំយកទៅស្ងោរដើម្បីភ្លក់រសជាតិដើម្បីប្រាប់រសជាតិបងប្អូនថាវារសជាតិមិនខ្លាំងអញ្ចឹងហើយជាពិសេសពុកម៉ែអ៊ំពូមីងបងប្អូនគាត់ចាស់អញ្ចឹងនឹងគាត់ស្គាល់ហើយកកោះពីចំនួនសង្គ្រាមអីចឹងគាត់ធ្លាប់ដើរជួបដើរប៉ះអីចឹងណាជាពិសេសបងប្អូនអ្នកក្រុងដែលគាត់ធ្លាប់នៅពីស្រុកស្រែពីដើមអញ្ចឹងណាប៉ុន្តែដល់ពេលគាត់ទៅនៅក្រុងអញ្ចឹងទៅគាត់ក៏នឹកឃើញផ្លែកកោះដើមកកោះអីចឹងបងប្អូនធ្លាប់ហូបធ្លាប់ពិសាផ្លែកកោះពីមុនមកអីចឹងណាខ្ញុំដើមកកោះនេះនៅភូមិខ្ញុំឯងបងប្អូននិយាយទៅនៅចិត្តផ្ទះអញ្ចឹងខ្ញុំក៏មកបង្ហាញឲ្យបងប្អូនបានឃើញអញ្ចឹងទាំងអស់គ្នាចាអញ្ចឹងខ្ញុំឥឡូវបន្តទៅបេះបន្តិចទៀតបងប្អូនព្រោះអីបានតិចពេកហ៎ចាបន្ទាប់ពីរៀបរាប់នៅលើដើមកកោះហើយយើងក៏បន្តទៅបេះទៀតទៅបងប្អូនដោយសារតែបានតិចពេកយកមកស្ងោរធ្វើបង្អែមអត់គ្រប់ទេបងប្អូនប៉ុន្តែក្នុងវីដេអូនេះខ្ញុំអត់បានធ្វើបង្អែមចែកជូនបងប្អូនមើលទេគ្រាន់តែថាទៅបេះអញ្ចឹងបងប្អូនព្រោះអីពេលមកផ្ទះវិញហ្នឹងក៏អត់បានធ្វើបង្អែមជូនបងប្អូនទេដោយសារតែបង្អែមគឺមានលក្ខណៈងាយស្រួលបងប្អូនយើងគ្រាន់តែបកសបកវាចេញហើយយើងយកគ្រាប់វាហ្នឹងទៅស្ងោរទៅបងប្អូនឲ្យប្រឡេះយកតែគ្រាប់ខៀវខាងក្នុងណាបើសិនជាបេះបានអារឿងចាស់បន្តិចយើងយកអាក្របនិយាយទៅក្របវាខាងក្នុងហ្នឹងយកមកលាយមួយទឹកខ្ទិះទឹកស្ករអញ្ចឹងបងប្អូនកូរបញ្ចូលគ្នាទៅដាក់ម្សៅសាគូស្ងោរតិចទៅគឺយើងញ៉ាំបានហើយវាមានភាពងាយស្រួលអញ្ចឹងក៏ញ៉ាំបានធ្វើបង្ហាញទេហើយរសជាតិវាក៏ឆ្ងាញ់ដែរស្តៀងលោតឆិតហើយមានរសជាតិល្វីងតិចនៅក្នុងហ្នឹងបងប្អូនមិនតាល្វីងខ្លាំងហូបអត់កើតអីណាគឺមកល្មមហើយវាជំនួយដល់សុខភាពធ្វើឲ្យខ្លួនប្រាណយើងត្រជាក់ផងអញ្ចឹងខ្ញុំក៏ខំប្រឹងហូបដើម្បីឲ្យវាជួយសុខភាពផងអញ្ចឹងបងប្អូនហើយបន្តមកទៀតនេះលទ្ធផលដែលយើងបេះបានបងប្អូនគឺច្រើនដែរហ្នឹងហើយនេះវិញគឺខ្ញុំចាប់ផ្ដើមហែកជូនបងប្អូនមើលបកវាជូនណាចានៅក្នុងនេះខ្ញុំប៉ាអា3គ្រាប់បងប្អូនហើយគ្រាប់វាមានសភាពបែបនេះបងប្អូនចាមានសអអញ្ចឹងសមូលអញ្ចឹងគឺវានៅខ្ចីបងប្អូនហើយខ្ញុំចាប់ផ្ដើមបកខាងក្នុងមើលទៅបើយើងហូបឆៅធម្មតាអញ្ចឹងបងប្អូនវារៀងល្វីងបន្តិចហ្នឹងហើយឥឡូវយើងបេះរួចរាល់អស់ហើយឥឡូវដើរទៅផ្ទះវិញបងប្អូនចាហើយក្នុងម្លងពេលដែលធ្វើដំណើរទៅផ្ទះហ្នឹងខ្ញុំក៏ជ្រាបប្រាប់បន្តិចដោយសារតែខ្ញុំបានស្រាវជ្រាវមើលក្នុង YouTube គេថាសបកដើមកកោះហ្នឹងគឺសបករបស់វាអាចយកទៅដាក់ដាំមួយទឹកក្តៅហើយដាក់អំបិលបងប្អូនហើយយើងអាចធ្វើយើងបាត់ឈឺធ្មេញខ្ពុលមាត់អីចឹងណាហើយនេះវិញគឺជាស្លឹកសង្កែបងប្អូនស្លឹកសង្កែយើងអាចយកទៅមូលថ្នាំជក់បានណាបងប្អូនអាចយកទៅមូលស្លឹកកកោះដែលហាក្រៀមហ្នឹងជក់បានចាអរគុណបងប្អូនជម្រាបលា